សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមកបរៀនអ្នកទាំងគ្នាបង្កើត Apple ID បាទដំបូងយើងចូល setting ទៅមកយើងចូលកន្លែង sync into យកមក iPhone ហ្នឹងយើងចូលកន្លែង sync in my iPhone ហ្នឹងទៅមកយើងចូលកន្លែងនេះហើយដាក់ create Apple ID ទៅមកនេះយើងពេញឈ្មោះយើងមកឧទាហរណ៍ឈ្មោះយើងឈ្មោះញ៉ាអញ្ចឹងបាទទៅមកយើងដាក់ថ្ងៃខែយើងមកថ្ងៃខែយើងចេះតែដាក់ទៅបាទចុចតាមខ្ញុំមកហើយយើងទៅសេចេះអាកន្លែងយើងទៅសេអីទៅសេទៅខានឲ្យទៅមានលេខឲ្យមានអក្សរពីក្រោយមិនគេឲ្យបាទហ្នឹងចឹងមកចុចតាមខ្ញុំហ្នឹងមកហើយកន្លែងនេះលេខកូដណាឲ្យដាក់មកដាក់ទៅដាក់លេខទូរស័ព្ទយើងមកទៅទៀតវាលូតមកឲ្យលូតសារមកហើយនេះលូតមកយើងវាយសារនឹងចូលមក38នឹងចូលមកដល់កន្លែងនេះអ្នកគ្នាចុច agree ទៅបានហើយតែសារខ្ញុំបង្កើតម្ដងហើយអញ្ចឹងគេលើឲ្យបង្កើតបានអរគុណ